งใจទំពាំងបាយជូរមួយចង្កោមដែលមានគុណភាពខុសគ្នានៅក្នុងកោភ្នែកយ៉ាងហួយទំពាំងបាយជូរប្រៀបដូចជាក្របពេជ្របែងចែកជាចំណាត់ថ្នាក់ខុសគ្នាយកទៅលក់ល្អស្អាតដាក់ជាមួយគ្នាពីព្រោះតម្លៃក៏ខុសគ្នាដែរយកទៅលក់នៅផ្សារត្រូវដាក់ក្នុងប្រអប់ជ័រឯគុណភាពល្អដាក់ក្នុងប្រអប់ថ្លៃថ្នូរលក់ក៏បានថ្លៃដែរនាងទៅជួយឪពុកម្ដាយក្មេកនៅទីលានការងារជារៀងរាល់ថ្ងៃនាងធ្វើការហ្មត់ចត់ហើយយកចិត្តទុកដាក់ទៅលើគ្រួសារនិងយកចិត្តទុកដាក់ទៅលើការអប់រំចុះឪពុកម្ដាយវិញនាងចិត្តបានណាស់ក្នុងកៅភ្នែកឪពុកម្ដាយក្មេកយ៉ាងហួយជាកូនប្រសាដ៏ចិត្តបានម្នាក់រៀងរាល់ព្រឹកនាងកាត់ទាំងកណ្ដាលថ្ងៃដើម្បីទៅមើលចំការទំពាំងបាយជូរវាលូតលាស់ល្អមិនល្អឬមានដង្កូវស៊ីអត់បើកឡានក៏គ្មានបញ្ហាដែរខ្ញុំនៅវៀតណាមជាអ្នកកាត់ដេរមិនដែលត្រូវក្តៅឡើយចុះមកទីនេះហេតុអ្វីក៏នាងព្រមនៅកណ្ដាលថ្ងៃពីព្រោះឪពុកម្ដាយក្មេងខ្ញុំចាស់ណាស់ទៅហើយខ្ញុំឃើញគាត់បែបនេះខ្ញុំគិតថាយើងនៅក្មេងត្រូវតែជួយពួកគាត់ពេលដំបូងខ្ញុំទម្លាប់មិនបានសោះពេលនៅក្រោមកម្ដៅខ្ញុំវិលមុខហើយចង់ក្អួតខ្ញុំមានចិត្តឆ្ងល់ណាស់ហេតុអ្វីមនុស្សចាស់អាយុ70-80ឆ្នាំអាចធ្វើបានឯខ្ញុំធ្វើមិនបានការងារកសិករនឿយណាស់សំបីតែមនុស្សប្រុសក៏ចេះត្អូញថាហត់តែនាងមិនត្អូញថាហត់ឡើយ13ឆ្នាំមុននាងស្ម័គ្រចិត្តរៀបការមកតៃវ៉ាន់ដំបូងស្វាមីនាងមានប្រាក់ចំណូលក្នុងមួយឆ្នាំ40,000ជីវភាពរស់នៅក្រីក្រតែក្រោយពេលនាងរៀបការមកចំការទំពាំងបាយជូរក៏បង្កើនធំឡើងឯប្រាក់ចំណូលក៏កើនឡើងនាងមកទីនេះទើបរៀនឥឡូវនេះនាងចេះទាំងអស់នាងពិតជាល្អណាស់ដណ្ដឹងប្រពន្ធបរទេសម្នាក់នេះពិតជាល្អអស្ចារ្យមែនល្អយ៉ាងម៉េចទៅនាងតស៊ូហើយចិត្តបានពិតមែនពិតជាមានតម្លៃមែនក្នុងកោភ្នែកស្វាមីយ៉ាងហួយគឺជាភរិយាល្អម្ដាយល្អក៏ជាកូនប្រសារល្អនាងនៅវៀតណាមពីព្រោះគ្រួសារក្រីក្រគ្មានឱកាសចូលរៀនឥឡូវមកតៃវ៉ាន់នាងរៀនដល់វិទ្យាល័យកម្រិត2យ៉ាងហួយក្រៅពីថែរក្សាគ្រួសារនាងក៏មានចិត្តស្ទុះសៀបទៅកាន់ក្តីរីកចម្រើនដែរ